ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញមុខម្ហូបងាយៗមួយមុខទៀតហើយគឺការស្ងោរត្រឡាចជាមួយនឹងត្រីងៀតហើយការស្ងោរត្រឡាចជាមួយនឹងត្រីងៀតនេះគឺនាងខ្ញុំប្រើគ្រឿងតិចមែនតើហើយងាយៗទៀតផងអញ្ចឹងយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នានេះគឺជាផ្នែកត្រឡាចដោយនាងខ្ញុំកាត់ជាកង់បែបនេះល្មមអញ្ចឹងទៅហើយមានជាមួយនឹងបង្គាក្រៀមដោយនាងខ្ញុំត្រាំជាមួយទឹកក្តៅរួចហើយត្រីងៀតជាមួយនឹងខ្ទឹមសហើយមួយវិញទៀតនេះគឺជាស្លឹកខ្ទឹមដើម្បីដាក់ជាសោភ័ណភាពនិងដាក់ទៅកាន់តែឈ្ងុយផងដែរនៅពេលនេះផងដែរយើងងាកទៅមើលទឹករបស់យើងគឺបានពុះហើយនឹងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមសជាមួយនឹងត្រីងៀតយើងចូលតែម្ដងហើយជាមួយនឹងបង្គាក្រៀមក៏នេះខ្ញុំដាក់ចូលគ្នាដែរហើយរំងាស់វាមួយសន្ទុះទៅដើម្បីឲ្យវាកាន់តែចេញជាតិពីបង្គារបស់យើងផងដែរបន្តមកទៀតគឺនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងអំបិលបន្តិចការប្រើគ្រឿងផ្សំទៅតាមបរិមាណនៃម្ហូបរបស់យើងតិចឬក៏ច្រើនហើយនាងខ្ញុំដាក់ជាមួយនឹងទឹកត្រីដែរមួយវិញទៀតផងដែរនៅពេលដែលយើងកំពុងតែរំងាស់សម្លរបស់យើងបើសិនជាឡានពពុះបែបនេះយើងអាចដួសចេញបាននៅពេលដែលយើងរំងាស់មួយសន្ទុះហើយយើងគិតថាត្រីរបស់យើងចេញជាតិបានល្អជាមួយនឹងបង្គាអីគ្រប់សពហើយយើងនឹងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែយើងចូលតែម្ដងការស្ងោរត្រឡាចនេះយើងអាចចូលចិត្តរៀងផុយយើងរំងាស់រៀងយូរទៅបើសិនជាបងប្អូនមិនសូវចូលចិត្តយើងចូលចិត្តញ៉ាំរបៀបលក្ខណៈថាច្របយើងរំងាស់តែមួយផ្លែតបានហើយនៅពេលនេះផងដែរគឺនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងប៊ីចេងបន្តិចបើសិនជាបងប្អូនមិនចូលចិត្តញ៉ាំប៊ីចេងឬក៏មិនប្រើប៊ីចេងយើងមិនបាច់ដាក់ក៏បានដែរបន្ទាប់មកទៀតគឺនាងខ្ញុំមានប្រើជាមួយនឹងម្រេចដែរបើសិនចូលចិត្តញ៉ាំហឹរយើងប្រើរៀងច្រើនបើមិនមិនសូវចេះហឹរទេយើងប្រើតែបន្តិចទៅដើម្បីឲ្យសម្លរបស់យើងកាន់តែមានជាតិឆ្ងាញ់នៅពេលដែលយើងកំពុងរំងាស់វាឡើងពពុះបែបនេះទៀតយើងនៅតែបន្តដួសពពុះរបស់សម្លចេញដដែលពេលនេះផងដែរឃើញថាសម្លស្ងោរត្រឡាចជាមួយនឹងត្រីងៀតរបស់នាងខ្ញុំគឺបានឆ្អិនរួចរាល់ហើយយើងនឹងចាប់ផ្ដើមដួសដាក់ចានគឺជាការស្រេចនាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលតាមដានវីដេអូរបស់នាងខ្ញុំហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងពិសេសកុំភ្លេចជួយចុចរូបកណ្ដឹងដើម្បីបងប្អូនទាំងអស់គ្នាទទួលបានវីដេអូថ្មីៗជាច្រើនទៀតយើងនឹងជួបគ្នានៅវីដេអូក្រោយៗអរគុណជម្រាបលា